ជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតទីសវណ្ណរតន៍បម្រើការងារនៅមន្ទីរសម្រាប់ព្យាបាលនិងសម្ភារមេដាអ្វីជាការឆែកសុខភាពស្ត្រីក្រោយសម្រាលនៅពេលដែលស្ត្រីសម្រាលកូនរួចមិនថាសម្រាលតាមបែបធម្មជាតិឬក៏ដោយវះកាត់ទេស្ត្រីគួរតែមានការឆែកសុខភាពក្រោយសម្រាលទូទៅពេលសម្រាលកូនស្ត្រីអាចគេងស្នាក់នៅមន្ទីរពេទ្យ3ថ្ងៃទៅ5ថ្ងៃតាមលក្ខខណ្ឌសុខភាពរបស់ស្ត្រីមុនពេលស្ត្រីចេញទៅផ្ទះស្ត្រីគួរតែមានការពិនិត្យមើលអេកូឲ្យបានមួយដងដើម្បីជឿជាក់ថាមិនមានការដក់ទឹកឈាមឬមានអ្វីនៅសល់ក្នុងស្បូនរបស់គាត់ដែលអាចបង្កមានជាការធ្លាក់ឈាមឬជាការឆ្លងរោគដល់ស្ត្រីបន្តបន្ទាប់ទៀតស្ត្រីគួរតែមានការណាត់មកមើលមុខរបួសមិនថាគាត់ដេកដោយធ្នើរបង្កប់ក្នុងស្បែកឬធ្នើរដែលត្រូវកាត់ចេញទេជាទូទៅការសម្រាលតាមបែបធម្មជាតិធ្នើរនៅទ្វារមាសអាច5ថ្ងៃឡើងកាត់បានចំពោះធ្នើរសម្រាលកូនដោយវះកាត់ដែលមានធ្នើរនៅលើថ្ងាសរបស់ស្ត្រីគឺ7ថ្ងៃឡើងអាចកាត់បានដូចនេះស្ត្រីគួរមានការមកឆែកមើលមុខរបួស5ថ្ងៃទៅ1សប្តាហ៍ក្រោយសម្រាលដើម្បីមើលថាមុខរបួសជាសះល្អឬអត់ដើម្បីក្នុងករណីណាមួយស្ត្រីអាចទទួលការព្យាបាលឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាជៀសវាងការបង្ករោគដល់ស្ត្រីក្រោយសម្រាលក្រៅពីនេះគឺស្ត្រីអាចនឹងមានការណាត់ជួបជាមួយនឹងគ្រូពេទ្យនៅ1ខែកន្លះក្រោយសម្រាលដើម្បីឆែកសុខភាពក្រោយសម្រាលដែលអាចចាត់ទុកថាជាការឆែកសុខភាពស្ត្រីប្រចាំឆ្នាំមានន័យថាទោះស្ត្រីមិនមានការធ្វើទុកអ្វីក៏ដោយក៏ស្ត្រីអាចមកពិនិត្យមើលសុខភាពមួយឆ្នាំម្ដងដោយមានការឆែកសូដន់តាមរយៈអេកូសូដន់និងការឆែកស្បូនមើលរោគស្ត្រីកោសិកាមាត់ស្បូននិងអេកូស្បូនជាដើមដើម្បីការពារជំងឺមហារីកសូដន់និងមហារីកមាត់ស្បូនក្រៅពីនេះគឺគ្រូពេទ្យនឹងមានការណែនាំអំពីការពន្យាកំណើតទៅស្ត្រីនិងគ្រួសារគាត់ដើម្បីឲ្យពួកគាត់អាចរៀបចំផែនការគ្រួសារប្រកបដោយសុខសុវត្ថិភាពជាចុងក្រោយសូមជូនពរស្ត្រីគ្រប់រូបប្រកបដោយសុខភាពល្អសូមអរគុណសូមជម្រាបលា